បាទគ្រប់ជិះសួរមេមីងបងប្អូនបាទតោះនេះសូមបង្ហាញវិធីបបៅដើមសបាយតទៀតណាជួយបងប្អូនក៏យើងមានកូនសម្ភារៈណាបាទមានកូនតបាយម្រេចបាទត្រៃបាទកបាត់ហើយនឹងស្កុតបាទទីបាទស្កុតបាទស្កុតបាទអញ្ចឹងចាប់ផ្ដើមចិត្តកូនតបាយហ្នឹងបាទស្ដាងណាបាទណាចិត្តអូសទៅអញ្ចឹងបាទចិត្តអូសទៅអញ្ចឹងเอาไปស្ដាងមកបាទនេះសារតែវារឿងចង់វារឿងវាតិចកាត់ត្រឹមវាเอาไปស្មើសាច់បានហើយបាទបងប្អូនហ៎នេះប៉ុណ្ណឹងបានហើយខ្ញុំចិត្តស្មើសងខាងបាទចិត្តស្មើសងខាងបងប្អូនមានបច្ចេកទេសផ្សេងគ្នាបាទតែខ្ញុំចិត្តស្មើអញ្ចឹងបាទនេះពូជត្របែកគេចេះបែកជប៉ុនបាទចឹងខ្ញុំយកប៉ុណ្ណឹងបានហើយបាទយកសាច់ប៉ុណ្ណឹងក៏បានទុក3 4សន្លឹកហ្នឹងបាទបងប្អូនមើល3 4សន្លឹកក៏បានដែរចឹងខ្ញុំចាប់ផ្ដើមជាសបកវាមកបាទជាមកពាក់កណ្ដាលក៏បានអត់បានហ្នឹងអូខេអត់អីណាបាទហើយខ្ញុំទម្លាប់ខ្ញុំចិត្តពីក្រោមបន្តិចក៏មកដើម្បីកុំឲ្យកល់សាច់ណាកល់នឹងជើងវាតែប៉ុណ្ណឹងបាទចឹងយើងចាប់ផ្ដើមយកកូនតបែកយើងចិត្តឲ្យមកបាទដាក់ចូលសំខាន់គឺធ្វើឲ្យសម្បកនិងសម្បកឲ្យប៉ះគ្នាបាទបកប៉ះគ្នាបងប្អូនប៉ះគ្នាមួយខាងអូខេបងឃើញបាទប៉ះគ្នាអញ្ចឹងបាទសំខាន់មែនតើកន្លែងហ្នឹងបាទចំណុចសំខាន់បញ្ចប់នៅកន្លែងហ្នឹងហើយបាទអញ្ចឹងស្គុតយើងរុំវាមកបាទរុំខាងលើតែ3ជុំមកណាបាទមកទេខ្លាំងមុំបាទមុំបាទ3ជុំហើយយើងទាញវាចុះក្រោមទៀតមកបាទក្រោមអាចថា5ជុំអញ្ចឹងតែកម្រិតខ្លាំងពេកណាមុំស្គុតនៅរ៉េតហើយបាទប៉ណ្ណឹងរ៉េតអញ្ចឹងវាជាប់អាក្រោមរុំឲ្យរឹងតឹងជាងឲ្យរុំច្រើនជុំចាលើកុំឲ្យវានេះកូនតបែកនេះវាថាវាអត់តឹងវាអត់ជាប់វាធ្វើឲ្យរុះធ្លាក់ឥឡូវជាប់ហើយប៉ុណ្ណឹងបាទអូនហ៎ឃើញប៉ុណ្ណឹងអញ្ចឹងតបែកជប៉ុនគឺក៏តបែកពោស្វាយនេះបាទបែកជប៉ុននេះវាយើងផ្សាំយើងសាកមេឃនេះគឺក៏បបៅធម្មតាវាអត់ងាយដោះឬទេបាទចឹងខ្ញុំរុំខ្សែវាមកខ្សែវាចឹងមកបាទតាមពេលកូនបែកនេះពូបបៅយូរហើយចាស់អូវិញម៉េះផុតដៃបាទហើយបាទទេមកចង់នេះមកបាទនេះមកត្រូវខ្ពស់ផុតដៃបាទតាមវាតម្រូវអាដើមក្នុងនោះនេះហើយបាទហើយម្ដើមអរគុណបាទអរគុណជម្រាបលាអរគុណ